តើអ្នកធ្លាប់ឆ្ងល់ទេថាបន្ទាប់ពីប្រើម៉ាទឹកកកតើវានៅក្នុងរាងកាយយូរប៉ុណ្ណាហើយតើតេស្តទឹកនោមអាចរកឃើញវាបានប៉ុន្មានថ្ងៃថ្ងៃនេះខ្ញុំនឹងពន្យល់អំពីរយៈពេលដែលម៉ាទឹកកកអាចត្រូវបានរកឃើញក្នុងទឹកនោមនិងកត្តាប៉ះពាល់ផ្សេងៗតើតេស្តទឹកនោមរកឃើញអ្វីនៅពេលធ្វើតេស្តទឹកនោមវាមិនមែនរកឃើញម៉ាទឹកកកផ្ទាល់ទេប៉ុន្តែវារកឃើញសារធាតុដែលកើតពីការបំបែករបស់ម៉ាទឹកកកគេហៅថា metabolic រយៈពេលដែលវាអាចរកឃើញមិនដូចគ្នាសម្រាប់មនុស្សគ្រប់គ្នាទេវាអាស្រ័យទៅលើបរិមាណដែលប្រើប្រាស់ប្រើម្ដងម្កាលឬប្រើញឹកញាប់ល្បឿននៃការរំលាយអាហាររបស់មនុស្សម្នាក់ៗសុខភាពថ្លើមនិងសុខភាពដំណងនោមរបស់អ្នកប្រើប្រាស់តើម៉ាទឹកកកស្ថិតនៅក្នុងទឹកនោមបានប៉ុន្មានថ្ងៃជាទូទៅបើប្រើម្ដងឬកម្រប្រើអាចរកឃើញប្រហែលជា1ទៅ3ថ្ងៃបើប្រើញឹកញាប់ឬប្រើបរិមាណច្រើនអាចរកឃើញប្រហែលជា5ទៅ7ថ្ងៃឬយូរជាងនេះសម្រាប់អ្នកដែលប្រើជាប្រចាំរយៈពេលយូរអាចនៅក្នុងរាងកាយយូរជាងមនុស្សដែលប្រើម្ដងម្កាលតើអាចឲ្យម៉ាទឹកកកបាត់ពីទឹកនោមលឿនបានដែរឬទេមនុស្សខ្លះគិតថាផឹកទឹកច្រើនឬក៏មានវិធីសាស្ត្រផ្សេងៗអាចលុបសារធាតុចេញភ្លាមប៉ុន្តែជាក់ស្ដែងរាងកាយត្រូវការពេលដើម្បីបំបែកនិងបញ្ចេញសារធាតុទាំងនេះការផឹកទឹកគ្រប់គ្រាន់គ្រាន់តែជួយរក្សាសុខភាពទូទៅប៉ុន្តែมันអាចធានាឲ្យតេស្តអវិជ្ជមានភ្លាមបានទេការប្រើម៉ាទឹកកកអាចប៉ះពាល់ដល់ខួរក្បាលអារម្មណ៍បេះដូងនិងជីវិតប្រចាំថ្ងៃការយល់ដឹងអំពីគ្រឿងញៀនគឺជាជំហានដំបូងក្នុងការការពារខ្លួននិងស្វែងរកជំនួយនៅពេលចាំបាច់សុខភាពផ្លូវចិត្តនិងសុខភាពរាងកាយគឺសំខាន់ដូចគ្នា